បាទខ្ញុំចន្ទថាចែករំលែកថ្នាំខ្មែរបុរាណមកចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនអំពីរុក្ខជាតិសំបញ្ចូលគ្នា7មុខណាបងប្អូនយកមកធ្វើថ្នាំពូកែណាបងប្អូនខ្ញុំថាពូកែគឺពូកែហើយអញ្ចឹងមុននឹងចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនសូមពុកម៉ែបងប្អូនជួយ like និង share ឲ្យខ្ញុំម្នាក់មួយដើម្បីឲ្យបងប្អូនយើងដែលគាត់មើលមិនឃើញគាត់មើលឃើញផងណាបងប្អូនអញ្ចឹងសម្រាប់យកមកធ្វើថ្នាំព្យាបាលជំងឺមួយគឺរលាកតម្រងនោមមានន័យថានោមពពុះនោមមានក្លិននោមទាស់នោមកាហាយនោមញាប់នោមមិនអស់នោមសល់2បងបរោះយើងខ្សោយផ្លូវភេទមានន័យថាឆាប់ទុនឆាប់ជ្រេឆាប់ព្រោះទឹកមិនសូវបានយូរនឹងគេ3ចុកដៃចុកជើងយូរខែយូរឆ្នាំមិនបាត់នឹងឈឺចកេះរ៉ាំរ៉ៃអញ្ចឹងវិធីប្រើមួយដើមវល់បាសតែយកវល់បាសធំណាបងប្អូនបានយកធ្វើថ្នាំពូកែ2ឬដើមប្រមាត់មនុស្ស3ឬដើមផ្ទីបន្លា4ការថ្នត់ឈ្មោលតែយកផ្កាថ្នត់ឈ្មោលស្រស់ដូចខ្ញុំបង្ហាញនៅក្នុងវីដេអូអញ្ចឹងណាបងប្អូន5ដើមប្រេក្រប់ឬហៅថាដើមបន្លាក្រាបយកទាំងមូលទាំងឫសរបស់វាដូចគ្នា6គល់និងឫសកន្ត្រាំងខេតណាបងប្អូន7ដើមក្របផ្ទុះតែយកមើមនិងមើមតែមើមរបស់វាទេបងប្អូនណាយកតែមើមទេដើមក្របផ្ទុះហ្នឹងអញ្ចឹងយកទៅលាងសម្អាតទឹកឲ្យបានស្អាតយកទៅកាត់ឲ្យល្អិតហាលឲ្យស្ងួត7មុខហ្នឹងយកចំនួន1ខាំស្ងួតណាបងប្អូនដាំជាមួយទឹក3លីត្ររំងាស់ពី15ទៅ20នាទីការទទួលទានទឹកថ្នាំវិញពុកម៉ែបងប្អូនទទួលទានមួយថ្ងៃឲ្យអស់ទឹកថ្នាំហ្នឹងអញ្ចឹងព្យាយាមទទួលទានពី7រហូតដល់10ថ្ងៃជំងឺរបស់ពុកម៉ែបងប្អូននឹងបានផល100%តែម្ដងបាទសូមអរគុណនិងជម្រាបលា